កំបាំងត្រីបាឡែនឃីវស្ដេចមហាសមុទ្រតើអ្នកដឹងទេថានៅលើភពផែនដីយើងនេះមានសត្វមួយប្រភេទដែលមានទំហំធំជាងសត្វដៃណូស័រទៅទៀតនោះគឺត្រីបាឡែនឃីវត្រីបាឡែនឃីវមិនមែនគ្រាន់តែជាសត្វទឹកដ៏ធំនោះទេប៉ុន្តែជាអច្ឆរិយៈនៃធម្មជាតិបេះដូងរបស់វាមានទំហំប៉ុនឡានតូចមួយហើយអណ្ដាតរបស់វាអាចឲ្យមនុស្សម្នាក់ឈរលើបានយ៉ាងស្រួលតើអ្នកធ្លាប់ស្រមៃទេថាសត្វដែលមានទម្ងន់ដល់ទៅ190តោនអាចរស់នៅនិងធ្វើចលនាយ៉ាងទន់ភ្លន់ក្នុងមហាសមុទ្រដោយរបៀបណាការពិតដ៏អស្ចារ្យនិងបច្ចេកទេសនៃការរស់នៅអ្វីដែលគួរញាប់អើបំផុតនោះគឺទោះបីជាខ្លួនរបស់វាធំមហិមាក៏ដោយប៉ុន្តែអាហារចម្បងរបស់វាគឺជាសត្វល្អិតតូចៗដែលមានឈ្មោះថាគ្រីវឬបង្កងល្អិតក្នុងមួយថ្ងៃត្រីបាឡែនឃីវអាចស៊ីបង្កងទាំងនេះអស់ដល់ទៅ4តោនក្រឡេកមកមើលកម្លាំងសម្លេងវិញត្រីបាឡែនឃីវគឺជាសត្វដែលមានសម្លេងខ្លាំងបំផុតនៅលើលោកសម្លេងរបស់វាអាចឮដល់ចម្ងាយជាង1600គីឡូម៉ែត្រនៅក្រោមទឹកវាប្រើសម្លេងនេះដើម្បីតាក់ទងគ្នានិងស្វែងរកផ្លូវក្នុងមហាសមុទ្រដ៏ជ្រៅនិងងងឹតបំផុតតើបងប្អូនដឹងទេថាកូនត្រីបាឡែនឃីវដែលទើបនឹងកើតមានទម្ងន់ស្មើនឹងដំរីពេញវ័យមួយក្បាលទៅហើយវាផឹកទឹកដោះម្ដាយរបស់វាដល់ទៅ400លីត្រក្នុងមួយថ្ងៃការអភិរក្សនិងចំណុចរសើបប៉ុន្តែរឿងដ៏គួរឲ្យសោកស្ដាយគឺសត្វដ៏អស្ចារ្យនេះកំពុងប្រឈមមុខនឹងការផុតពូជកាលពីមុនមហាសមុទ្រមានត្រីបាឡែនឃីវរាប់សែនក្បាលប៉ុន្តែដោយសារការបរបាញ់និងការបំពុលសមុទ្រចំនួនរបស់វាបានថយចុះយ៉ាងខ្លាំងការការពារត្រីបាឡែនឃីវមិនមែនគ្រាន់តែជាការការពារសត្វមួយប្រភេទនោះទេប៉ុន្តែគឺដើម្បីរក្សាតុល្យភាពនៃប្រព័ន្ធអេកូឡូស៊ីក្នុងមហាសមុទ្រទាំងមូលប្រសិនបើគ្មានពួកវាទេខ្សែចង្វាក់អាហារក្នុងមហាសមុទ្រនឹងត្រូវរង្គោះរង្គើតើអ្នកធ្លាប់ស្រមៃទេថាប្រសិនបើមហាសមុទ្រដ៏ធំធេងគ្មានវត្តមានយក្សដ៏សូត្រង់នេះតើវានឹងទៅជាយ៉ាងណាចំពោះបងប្អូនវិញតើការរស់រានមានជីវិតរបស់ត្រីបាឡែនឃីវមានអត្ថន័យបែបណាសម្រាប់ភពផែនដីរបស់យើងពិភពលោកនេះនៅមានអាកំបាំងជាច្រើនទៀតដែលបងប្អូនប្រហែលជាមិនទាន់បានដឹងប្រសិនបើបងប្អូនចូលចិត្តការស្វែងយល់ពីអ្វីដែលប្លែកៗបែបនេះសូមជួយចុច Follow ឬ Subscribe ដើម្បីទទួលបានវីដេអូចំណេះដឹងថ្មីៗជាច្រើនទៀតនៅវីដេអូបន្ទាប់សូមអរគុណនិងជួបគ្នានៅវីដេអូក្រោយៗទៀត